ចេញជាបឋមខ្ញុំប្រកាសណាសូមនមស្ការចំពោះព្រះរតនត្រ័យទាំង3ដោយសេចក្តីជ្រះថ្លាហើយសូមធ្វើការគិរវៈចំពោះប្រកាសណាគ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងឱកាសនេះហើយសូមចម្រើនពរដល់ពុទ្ធសាសនិកធម៌ទាំងអស់ដែលបានជិះមកនៅក្នុងឱកាសបុណ្យវិសាខបូជានៅក្នុងវត្តរស្មីសាមគ្គីខាងលោកនេះរបស់យើងនេះផងដែរចឹងថ្ងៃនេះជាបឋមនៃការចាប់ដើមរំលងកិច្ចដែលត្រូវប្រព្រឹត្តមកតាំងពីម៉ោង7រហូតដល់ក្នុងឱកាសនេះមានការរាប់បាននិមន្តព្រះសង្ឃឆាកបានសកលនិងវេចង្ហាន់ដែលដើម្បីឧទ្ទិសទៅដល់បព្វរបស់អស់លោកហើយក៏មិនអស់ចិត្តនៅការធ្វើបុណ្យក្នុងបដិកិច្ចជាពុទ្ធសាសនិកធម៌ដែលជាអ្នកកាន់នៃព្រះពុទ្ធសាសនាជឿជាក់ទៅសទ្ធាជ្រះថ្លាបាននិមន្តព្រះសង្ឃដើម្បីការសម្ដែងនៅប្រធមអវសេសទេសនាក្នុងវិសាខបូជាចឹងថ្ងៃនេះណាមុននឹងសម្ដែងពធទេសនាខ្ញុំបកករណាសូមអធិស្ឋានអំពីសំណាក់បកករណាគ្រប់ព្រះអង្គដែលមានវត្តមាននៅក្នុងឱកាសនេះផងដែលថាខ្ញុំប្រកាសណាបាននិមន្តប្រកាសណាអង្គណាមួយដើម្បីការសម្ដែងពធទេសនាទេហើយហេតុអីដែលខ្ញុំកណ្ដាលបាននិមន្តព្រះអង្គសម្ដែងពធទេសនាព្រោះក្នុងឱកាសនេះខ្ញុំប្រកាសណាអាត្មាបំពេញនៅសទ្ធារបស់ពុទ្ធសាសនិកធម៌មានការចម្ងល់ឆ្ងល់នៅក្នុងវិសាខបូជាដើម្បីឲ្យបានជាក់ច្បាស់ទៅក្នុងពេលនេះហើយប្រសងដែលលោកនិមន្តគង់បធរមាននៅក្នុងទីនេះសតែជាឧទេសចារជាបញ្ញវន្តជានិស្សិតនៅក្នុងពុទ្ធសាសនារបស់ប្រទេសកម្ពុជាយើងហើយក៏ជាវិស្វកម្មដែលព្រះអង្គ